សុបិនរបស់ Elon Musk ស្ដីពីទីក្រុងនៅលើគោកខាងកោតគ្មានទៀតទេកប៉ាល់ដំបងបានចុះចតជាកន្លែងជាប់គាំងតែមួយនៅក្នុងពិភពថ្មីប៉ុន្តែនេះគ្រាន់តែជាកប៉ាល់មួយនៅលើភពស្ងាត់កប៉ាល់បានចុះចតប៉ុន្តែតាញាក់បដូរកប៉ាល់មួយទៅជាទីក្រុងសម្រាប់មនុស្ស 1000 នាក់យ៉ាងដូចម្ដេចអ្នកចាប់ផ្ដើមដែលដោះស្រាយបញ្ហាដំបូងនិងសំខាន់បំផុតកប៉ាល់មិនមែនជាទីចម្រក់ទេវាជាគ្រឿងសំណង់ដែលបំពេញលើកងកម្លាំងសំណង់រុករកយន្តស្វ័យប្រវត្តិកម្មករដំបូងដែលចូលទៅក្នុងគោកខាងកើតរុករកយន្តស្វ័យប្រវត្តិដែលត្រៀមខ្លួនដើម្បីចាប់ផ្ដើមគម្រោងសំណង់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររួចនៅធម្មពលខ្លួនឯងបេសកកម្មរបស់ឡានដឹកទំនិញគឺដើម្បីសាងសង់ប្រភពធម្មពលសម្រាប់អ្វីគ្រប់យ៉ាងដែលនៅសល់ភារកិច្ចដំបូងរបស់វាគឺដើម្បីដាក់ពង្រាយបណ្ដាញធម្មពលសំខាន់ដែលជាអាងពន្លឺព្រះអាទិត្យដែលអាចបត់បែនយ៉ាងធំធម្មពលដំបូងមកពីព្រះអាទិត្យទាំងនេះគឺជាអាងពន្លឺព្រះអាទិត្យថ្នាក់កសាអាចបត់បែនដែលរចនាឡើងដើម្បីរមៀលចេញដូចជាព្រំក្រេត្រូវការក្រុម1ក្រុម2នៅក្នុងការដាក់ពង្រាយដំបូងដែលជាកម្មវិធី Mechanism សមាកាលកម្មដើម្បីភ្ជាប់ក្រុមខ្សែរបស់វាត្រូវបានបាញ់ជាដំណើរសំខាន់នៅលើដីម៉ាស៊ីនការចាប់ដល់លង្អឥតខ្ចោះឡានដឹកទំនិញ2ឥឡូវនេះត្រូវបានភ្ជាប់គ្នាត្រៀមខ្លួនដើម្បីចាប់ផ្ដើមការរមៀលដ៏អស្ចារ្យការរមៀលប្រមាណពន្លឺព្រះអាទិត្យដែលជាសញ្ញាវែង100ម៉ែត្រនៃកោសិកាវិទ្យុសកម្មដែលមានប្រសិទ្ធភាពខ្ពស់ដែលដាក់ដោយផ្ទាល់លើធូលីម៉ាស៊ីនវត្ថុធុងស្ដង់នេះមានប្រសិទ្ធភាពតិចជាងបន្ទះរឹងប៉ុន្តែគុណសម្បត្តិរបស់វាគឺជាភាពទាំងភាពអ្នកអាចបំពេញគីឡូម៉ែត្រទៅក្នុងអង្គររ៉ាស់តែមួយការចងបណ្ដាញទៅនឹងផ្ទៃការការពារវាពីខ្យល់ម៉ាស់ស្ដាំប៉ុន្តែមានធម្មពលរបស់ម៉ាស់និងធម្មពលដំបូងហូរចេញសំណល់នៃធម្មពលដែលចាប់ពីពន្លឺព្រះអាទិត្យដ៏ឆ្ងាយប៉ុន្តែ Rover 2មិនគ្រប់គ្រាន់កងកម្លាំងនៃណាប់ត្រូវបានបញ្ជូនទៅសាងសង់បណ្ដាញសំខាន់ថ្ងៃរៀងរាល់ថ្ងៃ Rover ពង្រីកកសិដ្ឋានបង្កើតស្ថានីយ៍ធម្មពលច្រើនហិកតាដែលមានប្រសិទ្ធភាពមិនឈប់ឈរលទ្ធផលកសិដ្ឋានសូឡា10ហិកតាដែលសាងសង់ដោយ Robot ទាំងស្រុងក្នុងរយៈពេលតិចជាង1សប្តាហ៍5មេហ្គាវ៉ាត់ធម្មពលគ្រប់គ្រាន់ដើម្បីដំណើរការទីក្រុងតូចមួយជោគជ័យវិស្វកម្មធំសម្រាប់ដំណើរការដំបូងនៃការសាងសង់ទោះបីជាវាមិនគ្រប់គ្រាន់ទេដើម្បីបង្កើតអ៊ីនធឺណិតនិងខ្យល់មូលដ្ឋានត្រូវការរោងចក្រគីមីហើយរោងចក្រនោះគឺជាមហាគន្ធាកំពូលធំទី1កសិដ្ឋានពន្លឺព្រះអាទិត្យទោះជាធំប៉ុណ្ណាក៏ដោយមិនអាចផ្ដល់ធម្មពលឧស្សាហកម្មដែលត្រូវការដើម្បីសាងសង់ទីក្រុងបានហើយគ្រោះថ្នាក់ធំបំផុតទៅជាទីក្រុងដែលដំណើរការដោយពន្លឺព្រះអាទិត្យព្យុះធូលីទូទាំងភពដែលអាចបិទពន្លឺថ្ងៃអស់ចោលរឹងសប្តាហ៍ពន្លឺព្រះអាទិត្យល្អសម្រាប់ចាប់ផ្ដើមប៉ុន្តែវាមិនមែនជាដំណោះស្រាយអចិន្ត្រៃយ៍ទេសម្រាប់នោះអ្នកត្រូវការប្រភពធម្មពលដែលមិនពឹងផ្អែកលើពន្លឺថ្ងៃដំណោះស្រាយមកលើយន្តហោះទី2បេះដូងនៃស្ថានីយ៍ធម្មពលអចិន្ត្រៃយ៍រុក្ខជាតិធម្មពលប្រភេទថ្មីដែលរចនាឡើងដើម្បីបរិយាកាសតឹងតឹងរបស់ប្រូហ្វីលម៉ាស់ការឆ្លើយតបនុយក្លេអ៊ែរគឺជាប្រព័ន្ធផលិតធម្មពលតូចសាមញ្ញនិងអស្ចារ្យណាស់វាមិនមែនជាប្រព័ន្ធបង្កើតធម្មពលទឹកត្រជាក់ស្មុគស្មាញទេវាជាដំណើរការរចនាបែបគីឡូបៃដែលជាប្លុករឹងមាំនៃយូរ៉ានៀមការរចនានេះប្រែបំពង់ផ្ទុកកម្ដៅដែលជាបច្ចេកវិទ្យាសាមញ្ញនិងរឹងមាំដើម្បីផ្ទេរកម្ដៅដ៏ខ្លាំងក្លារបស់ខ្សាំងកម្ដៅនោះជំរុញម៉ាស៊ីនស្តេរីលីនដែលជាគ្រាប់ចុចសាមញ្ញដែលត្រូវបានប្រើប្រាស់អស់ជាង200ឆ្នាំហើយគ្រាប់ចុចនោះផ្លាស់ផ្ទេរម៉ាស៊ីនបង្កើតអគ្គិសនីបង្កើតចរន្តអគ្គិសនីស្ថិរភាពនិងអាចទុកចិត្តបានប៉ុន្តែរេអាក់ទ័រនុយក្លេអ៊ែរត្រូវបានការពារដោយអាំងតុងស៊ីតេជំហានដំបូងជីករងរេអាក់ទ័រត្រូវបានបញ្ចូលចូលដីម៉ាស៊ីនខ្លួនឯងនិងជាការការពារជាមុនកាប៉ាស៊ីទ័រនុយក្លេអ៊ែរត្រូវបានបញ្ចុះចូលនៅក្រោមខ្សាច់ក្រហមជ្រៅវាមានសុវត្ថិភាពនិងមានសុវត្ថិភាពខ្សែសង្វាក់ធម្មពលជាបន្ទាត់នៃធម្មពលដែលភ្ជាប់បេះដូងនុយក្លេអ៊ែរទៅនឹងមូលដ្ឋានដែលកំពុងអភិវឌ្ឍហើយបេះដូងនុយក្លេអ៊ែរគឺវាដំណើរការជាប្រភពធម្មពល24/24ជាប្រចាំមិនរងផលប៉ះពាល់ពីព្យុះធូលីនៅពេលយប់ងងឹតពន្លឺព្រះអាទិត្យសម្រាប់ថ្ងៃនេះនុយក្លេអ៊ែរសម្រាប់ពេលយប់បន្ទាប់ធម្មពលគឺជាមូលដ្ឋាននៃទីក្រុងម៉ាស្ទីនដំបូងគេដោយបញ្ហាធម្មពលត្រូវបានដោះស្រាយការងារពិតបានចាប់ផ្ដើមឥឡូវនេះពួកគេមានធម្មពលដើម្បីសាងសង់សង្គមដោយធម្មពលត្រូវបានធានាបញ្ហាធំបន្ទាប់បានលេចឡើងមិនត្រឹមតែរស់រានមានជីវិតប៉ុន្តែរស់នៅផ្ទៃនៃភពផ្សែងគឺជាតំបន់ស្លាប់ដោយគ្មានវាលអគ្គិសនីវាត្រូវបានគ្រប់គ្រងដោយកាំរស្មីពន្លឺព្រះអាទិត្យជាប្រចាំហើយការប្រែប្រួលសីតុណ្ហភាពគឺខ្លាំងក្លាបាត់បង់100ដឺក្រេរៀងរាល់ថ្ងៃអ្នកមិនអាចរស់នៅលើផ្ទៃខាងលើបានទេវិធីតែមួយដើម្បីសាងសង់ទីក្រុងសុវត្ថិភាពអចិន្ត្រៃយ៍គឺចូលក្រោមគំនិតដំណោះស្រាយមកដល់នៅនាវាទី3ឧបករណ៍សំខាន់នៃការសាងសង់ម៉ាស៊ីនគ្រូលង្កក់ផ្ទៃខាងក្រោម
ដែលរចនាឡើងដោយ AI ដើម្បីចេញឈ្មោះថ្មនៃម៉ាស៊ីនគ្រូលង្កក់ផ្ទះខាងក្រោមនៃម៉ាស៊ីនគ្រូលង្កក់ផ្ទះខាងក្រោមនៃម៉ាស៊ីនគ្រូលង្កក់ផ្ទះខាងក្រោមនេះមិនមែនគ្រាន់តែជាដែកគ្រូលង្កក់ទេវាជារោងចក្រផ្ទះខាងក្រោមនៅលើកង់វាជីកយកសំណល់ចេញនិងសាងសង់ផ្ទះខាងក្រោមម៉ាស៊ីនកោសដីត្រូវបានដំឡើងគ្រឿងម៉ាស៊ីនក្រោមដីដែលមានប្រវែង100ម៉ែត្រត្រៀមខ្លួនដើម្បីចាប់ផ្ដើមកាត់ចេញពិភពថ្មីមួយក្រោមផ្ទៃដីដើម្បីចាប់ផ្ដើមម៉ាស៊ីន TBM ត្រូវការលបាយបោកឆាកលបាយធំដែលស្ថិតក្នុងជម្រៅដើម្បីដាក់គ្រឿងម៉ាស៊ីននេះនៅទីតាំងសម្រាប់កាត់ដំបូងរបស់វាហើយការងារអស្ចារ្យចាប់ផ្ដើមកាត់ដំបូងចាប់ផ្ដើមនៃផ្លូវធំទី1នៅលើភពថ្មីការជីកនៅលើភព E1 គឺខុសគ្នាសន្ទុះទាបគឺជាឧបសគ្គគ្រឿងម៉ាស៊ីននេះប្រើឧបករណ៍ចាប់ថ្មកាត់ប្រើប្រាស់ទាំងនេះដើម្បីទប់គ្រងវាប្រឆាំងនឹងជញ្ជាំងផ្ទះភ្លើងដំណើរការជាបន្តបន្ទាប់គ្រឿងម៉ាស៊ីនកិនថ្មនៅផ្នែកខាងមុខនឹងបណ្ដេញចេញជាបន្តបន្ទាប់នៅសំណល់ចេញពីផ្នែកខាងក្រោយរថភ្លើងស្វ័យប្រវត្តិមួយបានដឹកថ្មដែលបានជីកចេញដោយរក្សាផ្លូវឲ្យស្អាតសម្រាប់ម៉ាស៊ីនដែលកំពុងជឿនលឿនហើយនៅពេលដែលវាដើរវាសាងសង់ដៃរ៉ូបូទិកបង្កើតប៉ាតុងកៅស៊ូដោយបង្កើតផ្លូវផ្សែងស្អាតដ៏ល្អឥតបំផុតនៅពេលវាទៅប៉ុន្តែថ្មីនៅទីនោះដែលកៅស៊ូមកពីណាសម្ងាត់គឺការប្រើប្រាស់អ្វីដែលមានស្រាប់នៅទីនោះដីភពផ្សែងដែលនៅខ្លួនរោងចក្រកៅស៊ូនៅលើផ្ទៃដោយប្រើថ្មដែលបានជីកចេញពីផ្លូវសម្រាប់បោះពុម្ព 3D ផ្នែកបន្ទាប់នៃជញ្ជាំងផ្លូវរថភ្លើងត្រឡប់មកវិញដោយដឹកជញ្ជាំងដែលបានបញ្ចប់ដែលធ្វើពីថ្មដែល TBM មើលឃើញថាបានជីកផ្លូវទី1នៃមូលដ្ឋាននៃគ្រឹះលើគោលដៅម៉ាស់ទៅបានគ្របដាម100ម៉ែត្រក្នុងមួយថ្ងៃការដំណើរដោយមិនឈប់ឈរក្រោមខ្សាច់ក្រហមប៉ុន្តែផ្លូវអាគារគឺមិនអាចបើកចំហបានទេដើម្បីបង្កើតទីជម្រកដែលអាចដកដង្ហើមបានអ្នកត្រូវការបិទជិតចុងក្រោយដ៏ល្អឥតបំផុតដំណោះស្រាយគឺជាការបិទជិតប្រភេទថ្មីអេពុក2ថ្មីលាយជាមួយធូលីម៉ាស់វាកើនឡើងដើម្បីបំពេញរាល់រុនតង់ជាងអាចការបិទជិតដោយការបាញ់ដែលធ្វើពីធូលីម៉ាស់ដោយខួងវាផ្ទាល់វាបិទរាល់សន្ទុះរាល់រុនបង្កើតបរិយាកាសដែលអាចបើកចំហបានយ៉ាងល្អឥតបំផុតទីធ្លាដែលអាចរស់បានដំបូងនៅលើភពម៉ាស់ទៅបានបង្កើតជាទីជម្រកពីខ្យល់ភាពត្រជាក់និងការចរន្តដែលសាហាវផ្ទះសម្រាប់អនាគតនិងមន្ទីរពិសោធន៍នៃមូលដ្ឋានទីក្រុងលាក់កំបាំងកំពុងចែកចាយបណ្ដាញនៃធ្លេរូងនិងរូងភ្នំផ្ទះថ្មីសម្រាប់មនុស្សធា សវត្ថភាពនៅក្រោមខ្សាច់ក្រហមផ្នែកដំបូងនៃទីក្រុងត្រូវបានបិទជិតហើយសម្រាប់លើកដំបូងគេបរិយាកាសដែលមនុស្សអាចដកដង្ហើមបាននៅលើភពអង្គារត្រូវបានបង្កើតឡើងជាមួយនឹងខ្យល់បើកខាងក្នុងការងារចាប់ផ្ដើមរបស់រោគស្គត់ផ្គង់ផ្លូវតែមួយប្រែវាទៅជាច្រកសម្ពាធដែលអាចដកដង្ហើមបានគឺជារឿងចាប់ផ្ដើមតែប៉ុណ្ណោះអ្នកត្រូវការលាងសម្អាត CO2 ជាប្រចាំនិងចុះបញ្ជូនខ្យល់ហើយបន្ទាប់មកមានពន្លឺព្រះអាទិត្យដំបូងនៅលើភពអង្គារជ្រៅក្រោមដីថ្មផ្លូវថ្មីមួយនៅលើពិភពថ្មីមួយដែលសាងសង់ដោយម៉ាស៊ីនសម្រាប់មនុស្សដែលនឹងតាមមកទីក្រុងរំរីបង្កើតចំណុចប្រសពនិងផ្លូវតូចតាចបណ្ដាញប្រភេទផ្សេងដែលកំពុងរីកចម្រើនក្រោមដីនិងបង្កើតច្រកបណ្ដាញនៃផ្លូវផ្សេងភ្ជាប់ទីក្រុងក្រោមត្រឡប់ទៅភពលើផ្ទៃវិញភ្ជាប់ចម្រាតផ្សេងអង្គារយន្តហោះដំបូងនៅលើភពអង្គារភ្ជាប់ទីក្រុងក្រោមជាមួយនឹងមេឃខាងលើរូបរាងមានភាពបើកចំហប្រសិនបើផ្លូវត្រីមាក់មួយបាក់ឬក៏ត្រូវបានបិទជិតនៅសល់យ៉ាងហោចណាស់ក៏ពីរផ្លូវទៀតដែរដើម្បីទៅមករវាងចំណុចណាមួយក្នុងទីក្រុងហើយនៅលើផ្ទៃអ្វីក៏មិនផ្លាស់ប្ដូរដែរទំហំពិតប្រាកដនៃការសាងសង់គឺត្រូវបានលាក់ទាំងស្រុងទីជម្រកត្រូវបានសាងសង់ជម្រកប្រឆាំងនឹងកម្មវិធីរក្សាពិតប្រាកដសន្យាចំពោះផ្ទះថ្មីទីក្រុងដែលសាងសង់ទាំងស្រុងដោយគ្រឿងម៉ាស៊ីនប្រភេទការសាងសង់ថ្មីសម្រាប់ពិភពថ្មីហារធំដំបូងត្រូវបានបញ្ចប់ទីធ្លាណែនរណាតចន្ទ្រីនៃអនាគតនៃទីប្រដមសាស្ត្រ Mars Alpha នៅរយៈពេល1ឆ្នាំគេបានសាងសង់ទីក្រុងដែលមានការការពារកាមេរ៉ាស្មៃកំបត់អាកាសនិងជាន់ចរន្តជ្រៃក្រោមដីថ្មនៅលើគោលដៅម៉ាស់បណ្ដុះសណ្ដានគឺគូឡុងឃើញគេមានទីជម្រកប៉ុន្តែទីជម្រកមិនមែនជាជីវិតបញ្ហាផលិតកម្មសប្បញ្ញាមចរាននៅមាននៅខាងមុខការមកដល់នៃនាវាចម្ងាយទី4មិនមែនបង្កើនជាមនុស្សសាងសង់ទេប៉ុន្តែឧបករណ៍ដើម្បីបង្កើតជីវិតដោយខ្លួនឯងរោងចក្រការពារជីវិតគឺជារោងចក្រគីមីដែលរចនាឡើងដើម្បីបំលែងបរិយាកាសម៉ាស់ដែលស្ងួតស្ងាញទៅជាសមត្ថភាពបណ្ដាលរបស់សង្គមស៊ីវិលនៅលើផ្ទៃរោងចក្រប្រភេទថ្មីត្រូវបានបង្កើតរោងចក្រសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សធាតុ
នឹងជាមួយនឹងរូបចាក់រំលេងដែលបានសាងសង់ការប្រមាញ់ចាប់ដាំការប្រមាញ់សម្រាប់ទឹកនៅលើភពផ្សែងទឹកមិនស្ថិតនៅលើផ្ទៃឡើយវាបានកកនឹងស្ងួតនៅក្រោមធូលីជាម៉ែត្ររាប់ម៉ែត្រយើងដឹងថាវាស្ថិតនៅទីណាឥឡូវយើងត្រូវតែទាញវាចេញដង្កូវចាប់ដាំការងាររបស់វាជក់ចូលទៅកាន់ធនធានលក្ខកំបាំងដែលនឹងផ្ដល់ជីវិតដល់ទីក្រុងហើយពួកគេរកឃើញវាដែលជាផ្ទាំងទឹកកកបុរាណដ៏ធំសម្បើមនៃទឹកកកដែលជាគន្លឹះនៃអ្វីទាំងអស់ការរលាយទឹកកកបុរាណនឹងបូមវាឡើងមកផ្ទៃលើកដំបូងទឹករាវហូរលើភពផ្សែងពួកគេមានអំណាចពួកគេមានទីជម្រកហើយឥឡូវនេះពួកគេមានទឹកសសរដំបូងនៃការរស់រានមានជីវិតត្រូវបានដាក់ក្នុងកន្លែងប៉ុន្តែដើម្បីបង្កើតទីក្រុងពិតប្រាកដមួយអ្នកត្រូវការអ្វីមួយទៀតផ្លូវលបឿនលឿនត្រឡប់ទៅផែនដីបំពង់បង្ហូរត្រូវបានដាក់ដោយដឹកជញ្ជូនធនធានដ៏មានតម្លៃបំផុតនៅលើភពផ្សែងម៉ាស់ត្រឡប់ទៅរោងចក្រសារធាតុដំបូងមួយបានមកដល់រោងចក្រកែច្នៃឥឡូវមានទឹកទោះបីជាយ៉ាងណាសារធាតុដំបូងទី2ត្រូវបានដាំដុះម៉ាស៊ីនបង្ហាប់យ៉ាក់មួយបង្កក់ CO2 ចេញដោយផ្ទាល់ពីបរិយាកាសស្ទឹងស្ដែងនៅលើភពផ្សែងម៉ាស់ជាមួយទឹកនិងអំណាចសក្ខីភាពដំបូងអាចកើតឡើងការបំបែកវត្ថុធរណីប្រែអគ្គិសនីដើម្បីបំបែកម៉ូលេគុលទឹកទៅជាផ្នែករួមអុកស៊ីហ្សែនដែលអាចដកដង្ហើមបាននិងអ៊ីដ្រូសែនអុកស៊ីហ្សែនដែលជាខ្យល់ដែលអ្នកភូមិនិយមនឹងដកដង្ហើមត្រូវបានចាប់យកនិងរក្សាទុកប៉ុន្តែអ៊ីដ្រូសែនត្រូវបានប្រើប្រាស់សម្រាប់អភូតហេតុទី2អ្នកដែលបង្កើតផ្លូវត្រឡប់ទៅផែនដីប្រតិកម្មសាបាទាដែលជាដំណើរការគីមីមានអាយុ100ឆ្នាំដែលត្រូវបានប្រើប្រាស់ឡើងវិញសម្រាប់ម៉ាស់ដំណើរការនេះរួមបញ្ចូលអ៊ីដ្រូសែននិងឧស្ម័នកាបូនឌីអុកស៊ីតក្នុងការបង្កើតពីដំណើរការទឹកបន្ថែមនិងមេថានហើយមេថានគឺជាអាគារដែលជាអាគារដូចគ្នាដែលស្ថាប័នបានប្រែដើម្បីចុះចតរោងចក្រនេះកំពុងផលិតអាគារសម្រាប់ដំណើរការត្រឡប់ផ្ទះនិងជាលើកដំបូងអ្នកគោទូកទៅបានបំពេញសាំងនៅលើភពមួយទៀតនិងនៅជ្រៅក្រោមដីទីក្រុងចាប់ផ្ដើមដកដង្ហើមដំបូងរបស់វាខ្យល់បានបើកនឹងទឹកហូររោងចក្រផលិតទឹកស្អាតអាចដាក់ទឹកភ្លើងសម្រាប់អ្នកភូមិនាពេលអនាគតថាមពលទីជម្រកខ្យល់និងទឹកអាគី4នៃការរស់រានមានជីវិតទាំងអស់ត្រូវបានផលិតនៅនឹងកន្លែងពីធនធានរបស់ភពផ្ទៃក្រហមជាមួយនឹងខ្យល់និងទឹកផ្នែកចុងក្រោយនៃបញ្ហាគំនិតគាំទ្រអាយុខ្លួនឯងអាចត្រូវបានសាងសង់ដំណាំគ្រាប់ពូជដំបងត្រូវបានដាក់នៅលើភពផ្ទៃក្រហមសង្ឃឹមថ្មីសម្រាប់ផ្គត់ផ្គង់អាហារដែលអាចរស់រានដោយខ្លួនឯងហើយជីវិតរកវិធីការប្រមូលហ្វូដំបងរបស់ម៉ាស៊ីនដែលដូននៅក្នុងសួនក្រោមដីប្រព័ន្ធអេកូឡូស៊ីដែលមានការអាចរក្សាបានទាំងស្រុងទីក្រុងមួយមិនត្រឹមតែនៃម៉ាស៊ីនទេប៉ុន្តែនៃជីវិតហើយនៅពេលដែលមូលដ្ឋានខ្លាយជាអត់ធ្មត់នាឡិកាថ្មីចាប់ដើមរាប់ចុះទៅត្រឡប់ទៅផែនដីវិញគន្លឹះចុងក្រោយនៃបំណុំគំនូរត្រូវបានរៀបចំមិនមែនជាយានហោះខាងទឹកជញ្ជូនទេប៉ុន្តែជាយានហោះដឹកមនុស្សអ្នកសាងទីដំបងត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងដែលត្រូវបានសាងសង់សម្រាប់ពួកគេនេះគឺជាវិនាទីនេះកម្ពុជានៃការសាងសង់ទាំងអស់ការរៀបចំទាំងអស់ហេតុផលនៃការសាងសង់ទីក្រុងបានមកដល់ជាចុងក្រោយដំណើរថ្មីមួយចាប់ផ្ដើមដំណើរ40ខែមួយរវាងពិភពទាំងពីររោងចក្របានធ្វើការរបស់វាហើយទីក្រុងត្រៀមរួចរាល់សម្រាប់ប្រជាជនរបស់វារោងចក្ររំលែមានការងារមួយទៀតផលិតនីត្រូសែនសារធាតុផ្សំសំខាន់សម្រាប់បង្កើតជីសម្រាប់ទីធ្លាកសិកម្មប្រព័ន្ធកសិកម្មបិទជុំវិញទាំងស្រុងគ្មានអ្វីទៅទេនេះគឺជារោងចក្រសំខាន់បំផុតនៅលើភពថ្មីវាមិនផលិតជាតិអ៊ីនធឺណិតទេវាផលិតអាហារវាគឺជាភាពខុសគ្នារវាងតំបន់អន្តរកាលនិងទីក្រុងអចិន្ត្រៃយ៍ហើយជាមួយទីក្រុងសាងសង់រួចកងទ័ពរ៉ូបូតសម្រាប់ភារកិច្ចធំសម្បើមរបស់ពួកគេបានបញ្ចប់រោងចក្របានធ្វើការរបស់វាទីក្រុងត្រៀមរួចរាល់ប៉ុន្តែទំហំពិតប្រាកដនៃ Mass Base Alpha ត្រូវបានលាក់នៅក្រោមធូលីការបង្ហាញដ៏គួរឲ្យភ្ញាក់ផ្អើលទីក្រុងដែលមានកម្រិតពហុកម្រិតដែលធន់នឹងវិទ្យុសកម្មគ្រឿងអលង្ការលាក់កំបាំងនៅក្រោមខ្សាច់ក្រហមផ្លូវធំនៃភពអង្គារស្អាតសម្ពាធនិងត្រៀមរួចរាល់សម្រាប់ជីវិតនិងបេះដូងបៃតងនៃទីក្រុងកសិដ្ឋានដែលដំណើរការដោយថាមពលនុយក្លេអ៊ែរដែលដុះអាហារស្រស់នៅក្រោមព្រះអាទិត្យសតានិបាតផ្ទះរង់ចាំប្រព័ន្ធនីមួយៗបៃតងធនធាននីមួយៗមានច្រើននិងការមកដល់ចុងក្រោយដែលជាទំនិញដ៏មានតម្លៃប្រកបបង្អស់មនុស្សធាសហសម័យថ្មីមួយត្រូវបានឃើញតាមរយៈភ្នែកមនុស្សជាលើកដំបូងណាស់ការចោះចាក់ចុងក្រោយការនាំមនុស្សធាទៅកាន់ផ្ទះថ្មីរបស់វានិងជំហានមនុស្សដំបូងមិនត្រឹមតែលើថ្មីម៉ាស់ទេប៉ុន្តែចូលទៅកាន់ទីក្រុងដែលសាងសង់ដោយឧបករណ៍សម្រាប់ពួកគេដើរឆ្ពោះទៅកាន់អគារចូលចតាឡសីដែលជាទ្វារទៅកាន់សហសម័យថ្មីមួយការចោទត្រាចុងក្រោយចូលទៅកាន់ទីក្រុងដោយទុកផ្ទៃខាងក្រៅម៉ាស់ដ៏អាក្រក់នៅពីក្រោយសម្ពាធត្រូវបានសម្រួលទ្វារខាងក្នុងបើកដោយបង្ហាញពិភពថ្មីមួយ
ការមើលមនុស្សដំបូងរបស់មនុស្សចំពោះពិធថ្មីរបស់ពួកគេឧបត្ថម្ភដុះដាលនៅក្រោមធូលី